ខ្ញុំនឹងដកស្រង់ព័ត៌មានចេញពីវាយោបាទនៅក្នុងឆ្នាំ2025នៅក្នុងឆ្នាំ2025ប្រទេសកម្ពុជាដែលតែងតែស្រឡាញ់នៅសន្តិភាពនិងតែងតែចង់រួមរស់ជាមួយប្រជាជាតិផ្សេងទៀតក្នុងសន្តិភាពបែរជាត្រូវបានប្រទេសថៃដែលជាប្រទេសជាប់របងវាយប្រហារឈានពានចំនួន2លើកនៅក្នុងនោះលើកទី1គឺនៅថ្ងៃទី24ខែកក្កដានិងលើកទី2គឺនៅថ្ងៃទី7ធ្នូខណៈដែលកម្ពុជាបានប្រសិទ្ធក្នុងការវាយបកដើម្បីការពារអធិបតេយ្យភាពបរណភាពទឹកដីនិងអាយុជីវិតប្រជាពលរដ្ឋផងដែរពិតណាស់នៅក្នុងសង្គ្រាមទាំងពីរលើកដែលបង្កឡើងដោយភាគីថៃនេះពួកគេបានប្រើប្រាស់យុទ្ធោបករណ៍ធនធ្ងន់និងទំនើបជាច្រើនដើម្បីបំពេញមហិច្ឆតាចង់ទៅកាន់កាប់ទឹកដីកម្ពុជាបំពេញច្បាប់អន្តរជាតិមានខ្វល់ពីការរិះគន់អាវុធដែលយោធាថៃប្រើនោះរួមមានយន្តហោះចម្បាំងរថក្រោះកាំភ្លើងធំដ្រូនទម្លាក់គ្រាប់ដ្រូនអត្តឃាតកំជ្រួចវង DTE 1G កំជ្រួចវង DTI 2និង SR4 ផ្សេងពលនិងក្របែកចង្កោមជាដើមដើម្បីវាយប្រហារលើកម្ពុជាដោយបានបំផ្លាញនៅប្រាសាទបុរាណរបស់ខ្មែរហេដ្ឋារចនាសម្ព័ន្ធនិងលំនៅឋានរបស់ពលរដ្ឋនៅព្រំដែនជាច្រើនខ្នងអ្វីដែលសំខាន់គឺបានធ្វើឲ្យជនស៊ីវិលស្លូតត្រង់កម្ពុជាស្លាប់និងរងរបួសជាច្រើនអ្នកផងដែរក្រោយយោធាថៃប្រើប្រាស់អាវុធទំនើបវាយប្រហារសង្គ្រប់មកលើកម្ពុជាប្រជាពលរដ្ឋខ្មែរជាច្រើនចង់ឲ្យរដ្ឋាភិបាលបង្កើតប្រសិទ្ធភាពបន្ថែមទៀតទៅលើវិស័យការពារជាតិដូច្នេះដើម្បីពង្រឹងវិស័យការពារជាតិឲ្យកាន់តែរឹងមាំតើរដ្ឋាភិបាលគួរទៅធ្វើដូចម្តេចខ្លះលោកបដិទ្ធជ័យតិចអ្នកប្រាជ្ញអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចបានបញ្ជាក់តាមវិទ្យុវីយ៉ូនៅថ្ងៃទី2មករាឆ្នាំ2026ថារដ្ឋាភិបាលត្រូវកាត់បន្ថយនិងលុបបំបាត់ឲ្យបាននៅអំពើពុករលួយចំណាយខ្ជិះខ្ជាយមិនត្រូវគោលដៅជ្រើសរើសកងទ័ពប្រកបដោយតម្លាភាពសមត្ថភាពមានការបណ្ដុះបណ្ដាលអនុវត្តកាតព្វកិច្ចយោធាបង្កើនថវិកាជាតិលើវិស័យការពារជាតិក្នុងការធ្វើទំនើបកម្មសព្វាវុធកងកម្លាំងកំណែទម្រង់រចនាសម្ព័ន្ធស្ថាប័នលោកបណ្ឌិតជ័យតិចបន្ថែមថារដ្ឋាភិបាលត្រូវពង្រឹងឬបង្កើតបន្ថែមនៅស្ថាប័នដែលមានសក្តានុពលក្នុងការប្រើប្រាស់យុទ្ធវិធីក្នុងសង្គ្រាមសម័យបច្ចុប្បន្នដូចជាអង្គភាពដ្រូនរ៉ូបតនិងអង្គភាពការពារដែនអាកាសសហការជាមួយប្រទេសជាមិត្តបង្កើតរោងចក្រផលិតសព្វាវុធនៅកម្ពុជានេះទៀតដើម្បីឲ្យវិស័យការពារជាតិខ្លាំងគឺត្រូវមានសេដ្ឋកិច្ចខ្លាំងផងដែរដូច្នេះកម្ពុជាត្រូវតែរួបរวมគ្នាការកត់សម្គាល់នៅក្នុងការវាយប្រហារឈ្លានពានពីយោធាថៃនេះអ្វីដែលពលរដ្ឋខ្មែរនិងអន្តរជាតិមិនសរសើរមិនបានគឺទឹកចិត្តដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជាដោយកងទ័ពម្នាក់សុទ្ធតែហ៊ានលះបង់ជីវិតដើម្បីការពារទឹកដីពីសត្រូវឈ្លានពានទោះត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់ក៏ដោយចំណុចនេះលោកបណ្ឌិតជ័យតិចក៏បានបំពាវនាវដល់រដ្ឋាភិបាលកម្ពុជាសូមផ្ដល់ជារង្វាន់លើកទឹកចិត្តបានសរសើរឬការដំឡើងអនន្តរស័ក្តិលុបបំបាត់ឲ្យបាននៅអំពើពុករលួយឬការកឹបកេងពាក់ព័ន្ធទៅនឹងការឧបត្ថម្ភគាំទ្រនឹងសម្ភារៈផ្សេងគាំទ្រដល់កងទ័ពដែលមានជីវភាពលំបាកជាដើមពលរដ្ឋវិញសូមចូលរួមជួយផ្សព្វផ្សាយនៅព័ត៌មានពិតនិងលើកទឹកចិត្តដល់កងទ័ពកម្ពុជាសូមជម្រាបថានៅក្នុងឆ្នាំ2026នេះរដ្ឋាភិបាលកម្ពុជានឹងមានថវិកាប្រមាណ 9.6 លានដុល្លារសម្រាប់ប្រើប្រាស់ក្នុងដំណើរការកសាងអភិវឌ្ឍនិងការពារប្រទេសដោយចំនួននោះបានកើនឡើងតិចតួចបើធៀបនឹងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2025នៅក្នុងឆ្នាំ2026នេះក្រសួងការពារជាតិនឹងមានថវិកាចំនួន 299,997 លានរៀលស្មើនឹងប្រមាណ 750 លានដុល្លារកើនឡើង 1.18% ធៀបនឹងឆ្នាំ2025បាទព័ត៌មាននេះគឺមានប្រមាណប៉ុណ្ណេះឥឡូវយើងទៅបន្តនៅព័ត៌មានមួយទៀតបាទព័ត៌មាននេះគឺពាក់ព័ន្ធទៅនឹងសហជីពបានលើកឡើងថាអំឡុងពេលប្រទេសកម្ពុជារងការឈ្លានពានពីប្រទេសជិតខាងគឺក្រុមគណៈបកប្រឆាំងនៅក្រៅប្រទេសតែងតែនិយាយបណ្ដោះបង្អាប់បំបែកបំបាក់ផ្ទៃក្នុងជាតិខ្លួនឯងនិងតែងតែបង្កើតព័ត៌មានប្រជាភិធុដើម្បីកេងចំណេញនយោបាយ
ចំណែកឯអ្នកវិភាគក៏បានលើកឡើងថាក្រុមអ្នកនយោបាយទាំងនោះតែងតែផ្សព្វផ្សាយព័ត៌មានបំភាន់បោកបញ្ឆោតប្រជាពលរដ្ឋនិងបំបាក់ទឹកចិត្តកងទ័ពលោកសំសឿនប្រធានសហភាពពលកម្មជាតិកម្ពុជាបញ្ជាក់នៅថ្ងៃទី2ខែមករានេះថាក្រុមប្រឆាំងនៅក្រៅប្រទេសមិនដែលធ្វើសកម្មភាពឲ្យអន្តរជាតិដាក់សម្ពាធលើប្រទេសជិតខាងដែលបានឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជានោះទេហើយក៏មិនដែលពើពីសុខទុក្ខប្រជាពលរដ្ឋនោះដែរផ្ទុយទៅវិញពួកគេតែងតែនិយាយបណ្ដុះបង្អាប់បំបែកបំបាក់ផ្ទៃក្នុងជាតិខ្លួនឯងនិយាយមូលបង្កាច់បង្ខូចកិត្តិយសរាជការរាជរដ្ឋាភិបាលនិងកងទ័ពហើយយកចំណុចទាំងនេះទៅអត្ថាធិប្បាយវែកញែកឲ្យអន្តរជាតិយល់ខុសមកលើរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធដែលឈរជើងការពារព្រំដែនហើយព្រមទាំងនិយាយលើកជើងសត្រូវឈ្លានពានថែមទៀតនឹងគឺលោកសំសឿនគឺលោកមានប្រសាសន៍ដូចនេះលោកសំសឿនបានលើកឡើងថាហើយតែងតែបង្កើតនៅព័ត៌មានប្រជាពិធដើម្បីកេងចំណេញនយោបាយរបស់ខ្លួនទៅវិញទង្វើដ៏អាក្រក់ថោកទាបរបស់ក្រុមជនក្បត់ជាតិនិងក្រុមបកប្រឆាំងដែលនិរទេសខ្លួនទៅក្រៅប្រទេសគឺជាទង្វើដ៏អាក្រក់បំផុតដែលប្រជាពលរដ្ឋកម្ពុជាមិនត្រូវការហើយប្រជាជនកម្ពុជាទូទាំងប្រទេសមានការស្អប់ខ្ពើមចំពោះទង្វើដ៏កខ្វក់របស់ក្រុមនេះណាស់ចំណែកលោកថងម៉េងដាវីតអ្នកវិភាគភូមិសាស្ត្រនយោបាយនិងសន្តិសុខអន្តរជាតិបានលើកឡើងថាចាប់តាំងពីប្រទេសកម្ពុជារងការឈ្លានពានពីប្រទេសជិតខាងតាំងពីខែកក្កដាមកទល់បច្ចុប្បន្នសមាជិកគណៈបកប្រឆាំងនៅក្រៅប្រទេសជាពិសេសលោកអ៊ុំសំអាតតែងតែបង្ហោះវីដេអូពាក់ព័ន្ធនឹងឈ្លានពាននេះដែលជាព័ត៌មានមិនពិតនិងមានចរិតបោកបញ្ឆោតប្រជាជនខ្លួននិងបំបាក់ទឹកចិត្តកងទ័ពលោកបានបន្តថាមិនត្រឹមតែប៉ុណ្ណោះក្រុមនេះបានបង្ហោះអួតបង្ហាញពីភាពខ្លាំងក្លារបស់កងទ័ពថៃព្រមទាំងចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថាមិនយកចិត្តទុកដាក់ជាមួយកងទ័ពជួរមុខគណៈពេលដែលស្មារតីជាតិខ្មែរកំពុងពុះកញ្ជ្រោលនឹងមានការបរិច្ចាគយ៉ាងច្រើនដល់ជនភៀសសឹកនិងកងទ័ពរបស់កម្ពុជានៅជួរមុខអ្នកវិភាគរូបនេះបានបន្ថែមថាការផ្សព្វផ្សាយម្ដងហើយម្ដងទៀតនៅរឿងរ៉ាវបំភាន់ឬបំបាក់ទឹកចិត្តដោយក្រុមប្រឆាំងក្នុងអំឡុងចំនួនកម្ពុជាថៃត្រូវបានគេយល់ថាមិនមែនជាសកម្មភាពចៃដន្យនោះទេប៉ុន្តែជាយុទ្ធសាស្ត្រនយោបាយដ៏ចេតនាក្នុងគោលបំណងបំបែកបំបាក់សាមគ្គីជាតិនិងបំបាក់ស្មារតីជាតិនិងភាពជឿជាក់លើរាជរដ្ឋាភិបាលបាទរីឯលោកបណ្ឌិតយ៉ងពៅអ្នកជំនាញវិទ្យាសាស្ត្រនយោបាយមានប្រសាសន៍ថានៅពេលដែលប្រទេសជាតិកំពុងទទួលរងនៅការឈ្លានពានគឺប្រជាពលរដ្ឋខ្មែរមិនថាមាននិន្នាការបែបណានោះទេត្រូវរួបរวมសាមគ្គីគ្នាជាធ្លុងមួយក្នុងទស្សនៈរួមមួយដើម្បីតទល់នឹងសត្រូវឈ្លានពានលោកបណ្ឌិតបានលើកឡើងថាខ្ញុំមិនបានបែងចែករើសអើងគណៈបកណាទេក៏ប៉ុន្តែអានឹងយើងគិតទាំងអស់គ្នាទៅពេលនេះប្រសិនបើយើងសង្កត់មករដ្ឋាភិបាលសង្កត់មកអាជ្ញាធររបស់យើងទៀតអានឹងវាធ្វើឲ្យកម្លាំងទាំងក្នុងទាំងក្រៅប្រឈមជាមួយរាជរដ្ឋាភិបាលហើយអញ្ចឹងយើងត្រូវរួបរวมនៅកម្លាំងខាងក្នុងសិនអានេះបានគេហៅថាអ្នកស្នេហាជាតិពិតប្រាកដមិនមែនស្នេហាជាតិពេលសត្រូវឈ្លានពានយើងបែរជាវាយប្រទេសជាតិខ្លួនឯងដែរដោយមិននិយាយចំឈ្មោះក្រុមណាមួយនោះអ្នកជំនាញរូបនេះក៏សង្កត់ថាមានក្រុមអ្នកនយោបាយមួយចំនួនមិនត្រឹមតែមិនបានជួយជ្រោមជ្រែងរាជរដ្ឋាភិបាលនិងជួយជនភៀសសឹកនោះទេក៏តែថែមទាំងធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលនិងនិយាយហុចដងដាវឲ្យសត្រូវឈ្លានពានថែមទៀតលោកបណ្ឌិតយ៉ងពៅបានចាត់ទុកទង្វើនេះថាមិនមែនជាអ្នកនយោបាយដែលស្រឡាញ់ជាតិពិតប្រាកដទេតែជាអ្នកនយោបាយស្រឡាញ់អំណាចផ្ទាល់ផលប្រយោជន៍ផ្ទាល់ខ្លួននិងប្រើប្រាស់គំនុំផ្ទាល់ខ្លួនធ្វើយ៉ាងណាឲ្យតែខ្លួនបានឈ្នះជាការកត់សម្គាល់ការលើកឡើងខាងលើនេះស្របពេលដែលក្រុមប្រឆាំងនៅក្រៅប្រទេសត្រូវបានគេមើលឃើញថាមិនបានជួយជ្រោមជ្រែងឬលើកទឹកចិត្តរាជរដ្ឋាភិបាលនិងកងទ័ពនៅក្នុងការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាននោះទេថែមទាំងបានផ្សព្វផ្សាយព័ត៌មានមិនពិតបោកបញ្ឆោតពលរដ្ឋនិងបំបាក់ទឹកចិត្តកងទ័ពដើម្បីកេងចំណេញនយោបាយថែមទៀតលើពីនេះទៀតពួកគេក៏មិនបានធ្វើសកម្មភាពឲ្យអន្តរជាតិជួយបញ្ឈប់ការឈ្លានពានមកលើកម្ពុជាក៏ដូចជាមិនបានចូលរួមបរិច្ចាគជួយប្រជាពលរដ្ឋជនភៀសសឹក
ផងដែរបាទគណៈពេលនេះគឺព័ត៌មាននេះមានប្រមាណប៉ុណ្ណេះបងសូមបងប្អូនអធិស្ឋានរាល់ការអានរបស់ខ្ញុំបាទមានការខ្វះខាតដោយប្រការណាមួយសូមបងប្អូនអធិស្ឋានហើយបងប្អូនណាដែលទៅចូលមកថ្មីទៅបានឃើញ channel របស់ខ្ញុំបាទដែលទៅបង្កើតឡើងនេះបងប្អូនក៏អាចជួយចុច Subscribe ក៏ដូចជាដាក់សញ្ញាកណ្ដឹងដើម្បីនឹងទទួលបានវីដេអូរបស់ខ្ញុំបាទរៀងរាល់ថ្ងៃនៅពេលក្រោយទៀតបាទសូមអរគុណសូមជម្រាបលា